hai tim thầy buồn tận đó mày cái chuối ăn chắc hay nhôm trâu mà đấy ngày tim thầy bốn thầy không cái đó thầy bánh đỏ mọc lên mai môn rừng đông trung đại ra sang ta nguồn trầu mong trong lòng từng ấy cầm chia nhiều chắc chật bong bong cái đấy bong đẹp bong đó bong vân bôi kia cà phê này trên phố lý theo bong nhóm tập rام nhóm bong chia chun từ tiệm tiền nhung nước mình hai bong hồn này nhung nước bị cho bằng nhung ban đẹp cuộc mang từ đây lên cuộc xiên bạc con trời tròn hai ngọc bờ trời để đây mua để đây có mua em nhôm quá thầy
បាទ ច្រើនចំពោះបងប្អូនសិស្សានុសិស្សជាយោពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមពិធីលើយើងចូលដល់គណៈកម្មវិធីទី4គឺការពោលសរសើរគុណរបស់ព្រះតបយើងហើយនេះបងបានជាជំរាបសរសើរពីគុណបំណាច់នៃយើងដែលកំពុងតែនៅជួបមុខការពារឯអធិបតេយ្យជាតិយើងចឹងអាត្មាសូមនិយាយពីព្រះភិក្ខរបស់កងទ័ពជើងមិនគិតថាសម័យបច្ចុប្បន្នឬក៏តាំងពីអតីតកាលមកទេហើយយើងមកដល់នេះយើងបានឆ្លងកាត់សម័យកាលជាច្រើន16សម័យកាលសម័យអេតវ៉ាត់សម័យនគរភ្នំសម័យចេនឡាសម័យអង្គរសម័យចក្រមុខសម័យលង្វែកសម័យឧដុង្គសម័យអាណានិគមបតាសម័យអាណានិគមជប៉ុនសម័យសង្គមរាស្ត្រនិយមកម្ពុជាប្រជាធិបតេយ្យកម្ពុជាជានិមិត្តកម្ពុជារដ្ឋកម្ពុជាសម័យតៈនិងសម័យព្រះរាជាណាចក្រកម្ពុជាក្នុងគឺតពៈបរោះខ្មែរយើងបានលះបង់នៅអាយុជីវិតសាច់ស្រស់ឈាមស្រស់ដូចជារាប់សែនលានអ្នកយើងរាប់ចាប់តាំងពីសម័យនោះមកណារហូតបានការពារទឹកដីយើងបានប៉ុណ្ណេះសល់ប្រហែល100 ឲ្យចាំរបស់គ្នា 181,035 គីឡូម៉ែត្រការ៉េរសាបាននេះបានអត់ទេបានដោយសារអ្នកណាដោយសារយើងទាំងអស់គ្នារួមចំណែកបងប្អូនดูទងជាតិទៀតហើយអីបានជាយកអង្គរវត្តយើងហ្នឹងណាជានិមិត្តរូបតំណាងឲ្យប្រទេសកម្ពុជាយើងបងប្អូនឆ្ងល់ទេយើងមើលសម័យកាលនីមួយតែងតែបដូររបបដឹកនាំមែនទេកាលណាបដូរមេដឹកនាំតែងតែបដូររបបដឹកនាំបើសិនជាកម្ពុជាយើងបដូរតែអ្នកដឹកនាំមិនបានបដូររបបក៏យើងអត់អាចហើយក្នុងសម័យកាលទាំងអស់ហ្នឹងមានសម័យកាលមួយដែលប្រទេសកម្ពុជាយើងមានន័យថារីកចម្រើនរហូតដល់លំដាប់កំពូលបងប្អូនដឹងសម័យណាតែយើងរីកចម្រើនលំដាប់កំពូលគឺសម័យនេះឃើញសម័យកូរចាប់តាំងពីឆ្នាំ802រហូតដល់ឆ្នាំ1434ពីច្រើនឆ្នាំ629ឆ្នាំអានឹងតែយើងបានសុខតែប្រជាជាតិខ្មែរយើងបានសុខដោយការរួមបញ្ចូលគ្នារវាងសាសនាតែមួយរហូតមកយើងមានសាសនាដល់ទៅ2សាសនាព្រហ្មញ្ញសាសនាពុទ្ធសាសនាក្រោយមកទៀតសម័យអង្គរព្រះបាទជ័យវរ្ម័នទី7បានគម្រួមនៅសាសនាទាំងពីរនេះជាសាសនាទាំងមួយគ្រប់បូជាមកពេលនោះឯងធ្វើឲ្យប្រទេសកម្ពុជាយើងនេះ
ដែលស្ថិតនៅក្នុងសម័យអង្គរគឺដូចចម្រើនដល់កម្ពុជា